រឿងគោមាសស្មោះត្រង់ដែលសង្គ្រោះភូមិនៅភូមិលំហែមួយដែលព័ទ្ធជុំវិញដោយវាលស្រែបៃតងមានក្មេងប្រុសម្នាក់ឈ្មោះសុភាគាត់រស់នៅជាមួយមិត្តល្អបំផុតរបស់គាត់គឺគោមាសសុភាតែងតែថែរក្សាគោមាសយ៉ាងស្រឡាញ់គោមាសមិនមែនជាគោធម្មតាទេវាជាមិត្តស្មោះត្រង់ដែលតែងតែដើរតាមសុភាទៅគ្រប់ទីកន្លែងមិត្តភាពរបស់ពួកគេធ្វើឲ្យមនុស្សនៅភូមិមានសេចក្តីសប្បាយថ្ងៃមួយមានអ្នកចំនួនមកពីទីឆ្ងាយគាត់ឃើញគោមាសហើយចង់ទិញវាគាត់ផ្ដល់ប្រាក់ច្រើនដល់សុភាគិតយូរប្រាក់នោះអាចជួយគ្រួសារគាត់បានច្រើនប៉ុន្តែគោមាសគឺជាមិត្តដែលស្មោះត្រង់នៅចុងក្រោយសុភាបាននិយាយថាខ្ញុំមិនលក់មិត្តរបស់ខ្ញុំទេមនុស្សនៅភូមិភ្ញាក់ផ្អើលនឹងការសម្រេចចិត្តរបស់គាត់បន្ទាប់ពីថ្ងៃនោះភូមិបានជួបគ្រោះរាំងស្ងួតវាលស្រែចាប់ផ្ដើមស្ងួតហើយទឹកក៏កាន់តែតិចមនុស្សគ្រប់គ្នាកំពុងព្រួយបារម្ភថ្ងៃមួយគោមាសបានដើរចេញពីភូមិវាដូចជាកំពុងចង់បង្ហាញអ្វីមួយសុភានិងមនុស្សភូមិបានដើរតាមវានៅចុងភ្នំតូចមួយពួកគេបានរកឃើញប្រភពទឹកថ្មីទឹកនោះស្អាតនិងអាចជួយស្រែទាំងអស់បានមនុស្សភូមិសប្បាយចិត្តយ៉ាងខ្លាំងមនុស្សនៅភូមិបានអរគុណសុភានិងគោមាសពួកគេយល់ថាភាពស្មោះត្រង់នាំមកនូវសេចក្តីល្អចាប់ពីថ្ងៃនោះភូមិលំហែបានរស់នៅដោយសុខសាន្តសុភានិងគោមាសនៅតែជាមិត្តល្អដដែលរឿងនេះបង្រៀនថាភាពស្មោះត្រង់និងមិត្តភាពគឺមានតម្លៃជាងអ្វីទាំងអស់